បាទជំរាបសួរប្រិយមិត្តទូរទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពនិងជាទីមេត្រីខណៈដែលខ្ញុំបាទឡាយវិស្នាកំពុងតែមានវត្តមានបាទស្ថិតនៅច្រកព្រំដែនអូស្មាច់ដែលស្ថិតនៅក្រុងសំរោងខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះគឺជាការគម្រប់1ឆ្នាំនៃការឈ្លានពានរបស់កងយោធាថៃមកលើដែនដីព្រះរាជាណាចក្រកម្ពុជាហើយខាងក្រោយខាងខ្ញុំនេះគឺជាច្រកព្រំដែនអន្តរជាតិដែលជាច្រកព្រំដែនមួយដែលមានសភាពអ៊ូអរនិងពេញទៅដោយសកម្មភាពទិញលក់របស់ប្រជាពលរដ្ឋនិងអាជីវករបច្ចុប្បន្នគឺបានប្រែក្លាយទៅជាកន្លែងស្ងាត់ជ្រងំអាជីវករទាំងអស់គឺបានបិទតូបរបស់ខ្លួនជាបណ្ដោះអាសន្នដោយសារតែភាពភ័យខ្លាចនិងការបារម្ភអំពីសុវត្ថិភាពក្រោយពីកងយោធាថៃគឺបានដាក់កម្លាំងនៅជិតតំបន់ផ្សារនេះនិងបានធ្វើការយាមល្បាតបាននៅជុំវិញតំបន់គៀកនឹងផ្សារនេះផងដែរស្ថានភាពនេះគឺបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់អាជីវករក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលធ្លាប់តែពឹងផ្អែកលើការធ្វើអាជីវកម្មប្រចាំថ្ងៃនៅច្រកព្រំដែនមួយនេះផងដែរយ៉ាងណាមិញបច្ចុប្បន្ននេះគឺច្រកព្រំដែននេះត្រូវបានបិទទ្វារទាំងស្រុងហើយក្នុងនោះដែរយើងឃើញខាងក្រៅខ្ញុំនេះគឺមានការដាក់ឃាំងនៅបណ្ដាលួសរួមជាមួយនឹងសំណាញ់ផ្ទាំងខ្មៅដើម្បីបិទបាំងនេះគឺជាការបញ្ជាក់អំពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាគិតត្រឹមថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះមានរយៈពេល1ឆ្នាំហើយនៃសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានិងទឹកដីប្រទេសកម្ពុជារបស់យើងក្រោយស្នូកំភ្លើងគឺមានស្នាមទឹកភ្នែកនៃការបែកបាក់ដូចជាការបាត់បង់ដែលមិនអាចបោះវែងបានប្រជាពលរដ្ឋគឺបាត់បង់ផ្ទះសម្បែងកុមារបាត់សិទ្ធនៅក្នុងការសិក្សាអ្នកជំងឺរស់នៅក្នុងភាពភ័យខ្លាចគណៈទីសក្ការៈក៏ដូចជាសម្បត្តិបេតិកភណ្ឌរបស់ជាតិក៏ត្រូវបានរងការខូចខាតទាំងនេះគឺជាស្លាកស្នាមនៃភាពឈឺចាប់ដែលសង្គ្រាមឈ្លានពានបានបន្សល់ទុកនៅលើទឹកដីកម្ពុជានៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាផងដែរនៅក្នុងរយៈពេល1ឆ្នាំកន្លងមកនេះរដ្ឋាភិបាលកម្ពុជាគឺបានប្រើប្រាស់ទាំងយន្តការការទូតច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយចំនួននេះដោយសន្តិវិធីទោះជាយ៉ាងណាគិតមកដល់បច្ចុប្បន្ននេះកងកម្លាំងយោធាថៃនៅតែបន្តសកម្មភាពកាន់កាប់ដោយខុសច្បាប់នៅតំបន់មួយចំនួនដែលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានិងតំបន់ដែលមិនទាន់ដាច់ស្រេចដោយបានរាយបន្លាលួសដាក់ទូកុងតឺន័រឈូសឆាយបើកផ្លូវនិងពង្រីកភូមិសាស្ត្រនៃការកាន់កាប់ដែលជាទង្វើផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាកន្លងមកជាមួយគ្នានេះដែរគឺប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក៏ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលកម្ពុជាប្រាសាទព្រះវិហារបានរងការខូចខាតសរុបចំនួន526ទីតាំងដែលកម្ពុជាកំពុងសហការជាមួយនឹងដៃគូជាតិនិងអន្តរជាតិដើម្បីវិតម្លៃនៃការខូចខាតនិងរៀបចំផែនការស្ដារនិងអភិរក្សឡើងវិញផងដែរសកម្មភាពទាំងនេះគឺត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដោយដែលបានកំណត់នឹងខណ្ឌសីមាតាមរយៈផែនទី1លើ200,000ផលិតដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907លើពីនេះសកម្មភាពរបស់ភាគីថៃក៏បានរំលោភបំពានលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនឹងខណ្ឌសីមាព្រំដែនគោក MOU ឆ្នាំ2000ដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000ព្រមទាំងផ្ទុយទៅនឹងចំណុចទី1ស្ដីអំពីវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានព្រមព្រៀងប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដើម្បីបន្តការវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីររដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីចំពោះកម្ពុជាគឺមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីណាមួយរបស់ប្រទេសថៃដែលផ្ទុយទៅនឹងមូលដ្ឋានច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានទទួលស្គាល់ជាធរមាននោះឡើយចំនួនដែលបង្កឡើងដោយសកម្មភាពឈ្លានពានរបស់ភាគីថៃមិនត្រឹមតែប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្កឲ្យប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួនផងដែរ
គិតរហូតមកដល់ពេលនេះនៅមានប្រជាពលរដ្ឋសរុបចំនួនប្រមាណ 20,000 នាក់ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបានវិញឡើយនៅក្នុងនោះដែររដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយចំនួនដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមព្រមទាំងបន្តការពារយ៉ាងម៉ឺងម៉ាត់នៅអធិបតេយ្យភាពបូរណភាពទឹកដីនិងផលប្រយោជន៍រួមក៏ដូចជាផលប្រយោជន៍ជាតិរបស់ប្រជាជនកម្ពុជាស្របតាមច្បាប់អន្តរជាតិនិងច្បាប់ជាតិផងដែរបាទទូរទស្សនិកជនជាទីគោរពបាទកណ្ដាលដែលខ្ញុំបាទ live ស្នាធ្វើសេចក្តីរាយការណ៍ចេញពីច្រកអូស្មាច់បាទក្រុងសំរោងខេត្តឧត្តរមានជ័យសូមអរគុណសូមជម្រាបលា